កំហុសទាំង12របស់និស្សិតដែលនិស្សិតតែងតែធ្វើនៅពេលដែលគាត់រៀបចំឬមួយក៏ធ្វើបទបង្ហាញបាទទី1គឺការមិនបានត្រៀមខ្លួនគ្រប់គ្រាន់ឬមួយក៏មិនបានត្រៀមខ្លួនឲ្យបានត្រឹមត្រូវមុននឹងធ្វើបទបង្ហាញឬមួយក៏ធ្វើ presentation ជាទូទៅសម្រាប់បទបង្ហាញមួយយើងតែងតែត្រៀមខ្លួនឲ្យបានល្អតាំងពីការធ្វើ slide តាំងពីការត្រៀមនៅក្នុងការនិយាយអ្នកខ្លះគាត់សរសេរ script អញ្ចឹងទៅតាំងពីការសរសេរ script ទៀតអញ្ចឹងសម្រាប់បទបង្ហាញមួយត្រូវតែមានពេលគ្រប់គ្រាន់និងត្រៀមខ្លួនឲ្យបានល្អមុននឹងធ្វើ presentation បើយើងមិនបានត្រៀមខ្លួនទេគឺនៅពេលដែលយើងនិយាយនៅក្នុងបទបង្ហាញនេះវាតែងតែមានកំហុសផ្សេងបាទទី2គឺយើងមិនសូវបាន engage ជាមួយ audience ឬមួយក៏យើងនិយាយជាភាសាអង់គ្លេសថា lack of audience engagement អញ្ចឹងក្នុងករណីនេះពេលខ្លះបើយើងនិយាយម្នាក់ឯងពេកបើយើងអត់មានទំនាក់ទំនងជាមួយអ្នកដែលគាត់ស្ដាប់យើងទេពេលខ្លះអ្នកដែលគាត់ស្ដាប់ហ្នឹងគាត់មានអារម្មណ៍ថាគាត់ល្ងុយគេអញ្ចឹងដើម្បីកុំឲ្យអ្នកស្ដាប់ហ្នឹងគាត់គេងនៅក្នុង presentation របស់យើងត្រូវរកសកម្មភាពណាមួយដើម្បីយើងទំនាក់ទំនងជាមួយនឹងអ្នកដែលស្ដាប់ផ្ទាល់ទី3បានន័យថានៅពេលដែលយើងរៀបចំ slide សម្រាប់ធ្វើ presentation យើងដាក់គ្រប់ពាក្យទាំងអស់នៅក្នុង slide បើនិយាយឲ្យចំអ្នកខ្លះគាត់ដាក់ពាក្យឲ្យច្រើននៅក្នុង slide ដើម្បីគាត់អានពី slide ហ្នឹងហើយគាត់និយាយថានេះគឺជា presentation របស់គាត់តាមពិតទៅមិនមែនទេ slide គឺជាផ្នែកមួយនៃ presentation បានន័យថាយើងមាន slide ដើម្បីជួយយើងនៅក្នុងការធ្វើ presentation ឬមួយក៏ជួយឲ្យអ្នកអានអ្នកស្ដាប់ presentation ហ្នឹងគាត់មើលចំណុចសំខាន់អញ្ចឹងបើយើងដាក់ពាក្យនៅក្នុងនឹងច្រើនពេកអ្នកធ្វើ presentation ឬមួយអ្នកធ្វើបទបង្ហាញក៏អានពី slide ហើយអ្នកដែលស្ដាប់បទបង្ហាញក៏គាត់មើលក៏គាត់អានតែពី slide ហ្នឹងដែរអញ្ចឹងគាត់អត់មើលលើការធ្វើបទបង្ហាញរបស់យើងទេទី4យើងមិនបានរំពឹងទុកមុនថាអ្នកដែលគាត់ស្ដាប់ហ្នឹងគាត់នឹងសួរសំណួរអ្វីជាទូទៅនៅចុងបញ្ចប់នៃ presentation គឺយើងតែងតែមានសំណួរពីអ្នកដែលគាត់ស្ដាប់អញ្ចឹងបើយើងមិនបានគិតទុកមុនថាគាត់នឹងសួរអ្វីទេសំណួរខ្លះបើយើងអត់បានគិតទុកទេគឺយើងឆ្លើយអត់ចេញអញ្ចឹងវាប៉ះពាល់ដល់បទបង្ហាញយើងដែលយើងធ្វើល្អតាំងពីដើមមកដល់ពេលគេសួរសំណួរដែលយើងមិនបានរំពឹងទុកគឺយើងឆ្លើយអត់ចេញគឺយើងកៀងកន្លែងហ្នឹងវាធ្វើឲ្យខូចដល់បទបង្ហាញដែលយើងខំធ្វើយ៉ាងល្អពីមុនមកទី5យើងប្រើ note ច្រើនពេកឧទាហរណ៍អ្នកខ្លះគាត់ឡើងធ្វើ presentation គាត់កាន់សៀវភៅមួយអញ្ចឹងពេលខ្លះមើលមកវាអត់ professional អ្នកខ្លះគាត់កាន់ note ច្រើននៅក្នុងដៃអញ្ចឹងពេលខ្លះគាត់ច្រឡំមិនដឹងថា note មួយណាសម្រាប់ផ្នែកមួយណាហើយពេលខ្លះអញ្ចឹងដល់អញ្ចឹងទៅគាត់បាត់មិនដឹងថាគាត់ត្រូវនិយាយរបៀបណាអ្នកខ្លះកាន់ note ធំពេកបានគាត់កាន់กระดาษ A4 ទៅអញ្ចឹងពេលដែលគាត់កាន់ពេលដែលគាត់ញ័រដៃกระดาษនឹងញ័រដែរអញ្ចឹងធ្វើឲ្យអ្នកស្ដាប់ដឹងថាអ្នកដែលធ្វើបទបង្ហាញហ្នឹងគាត់ភ័យបាទទី6ពេលដែលយើងនិយាយអត់មាន eye contact ជាមួយនឹងអ្នកដែលស្ដាប់បើយើងអត់មាន eye contact ជាមួយអ្នកដែលស្ដាប់ទេធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ថាអ្នកដែលធ្វើបទបង្ហាញហ្នឹងមិនចាប់អារម្មណ៍ទៅគាត់អញ្ចឹងពេលខ្លះយើងត្រូវតែមានតំណងតាមរយៈកៅភ្នែកទៅអ្នកដែលស្ដាប់ presentation របស់យើងហ្នឹងអញ្ចឹងវាធ្វើឲ្យអ្នកស្ដាប់ហ្នឹងគាត់មានអារម្មណ៍ថាយើងចាប់អារម្មណ៍ទៅគាត់ណាមួយអញ្ចឹងគាត់បែរមកស្ដាប់ presentation របស់យើងបាទទី7ពេលខ្លះអ្នកដែលធ្វើ presentation ជាពិសេសនិស្សិតមួយចំនួនដែលខ្ញុំបានជួបប្រទះពេលដែលគាត់ present បានន័យថាគាត់អត់បាននឹកឃើញដល់ផ្នែករបស់មិត្តភ័ក្តិរបស់គាត់ទេឬមួយក៏ផ្នែករបស់អ្នកដែលនៅក្នុងក្រុមជាមួយគាត់ទេបានន័យថាគាត់ធ្វើបទបង្ហាញលើរបស់គាត់ហើយគាត់ទៅមើលគាត់ទៅនិយាយចូលដល់ផ្នែករបស់ដៃគូឬមួយក៏អ្នកនៅក្នុងក្រុមរបស់គាត់ទៀតអញ្ចឹងពេលដែលអ្នកនៅក្នុងក្រុមគាត់ឡើងមកនិយាយអ្នកក្នុងក្រុមហ្នឹងនឹងនិយាយអ្វីដដែលឡើងវិញវាធ្វើឲ្យការធ្វើ presentation ហ្នឹងធ្វើឲ្យអ្នកស្ដាប់ហ្នឹងគាត់ធុញដោយសារគាត់ស្ដាប់តែផ្នែកឬមួយក៏ចំណុចដដែលដែល speaker លើសពីមួយឬមួយក៏លើសពីម្នាក់ហ្នឹងគាត់និយាយលើចំណុចហ្នឹងទី8យើងអាន script ផ្ទាល់យើងត្រូវដឹងថាការធ្វើ presentation ពេលខ្លះយើងទៅសេ script មែនក៏ប៉ុន្តែមិនមែនយើងអាន script ផ្ទាល់ទេអញ្ចឹងបើយើងអាន script ឬមួយក៏យើង present script នឹងផ្ទាល់វាធ្វើឲ្យការធ្វើ presentation របស់យើងដូចជាការអានឬមួយក៏ដូចជាការប្រើភាសានិយាយអញ្ចឹងហើយ presentation គឺប្រើភាសាសរសេរអញ្ចឹងហើយ presentation គឺជាការនិយាយមិនមែនជាការសរសេរទេទី9ពេលខ្លះយើងនិយាយយើងអត់មើលទៅអ្នកកំពុងដែលស្ដាប់ presentation របស់យើងបែរជាយើងមើលទៅលើជញ្ជាំងឬមួយក៏ងាកទៅឆ្វេងស្ដាប់នេះមិនមែនជាការធ្វើ presentation ដែលល្អទេដោយដែលខ្ញុំបានលើកឡើងពីចំណុចមុនត្រូវតែមើលលើអ្នកដែលស្ដាប់យើងមិនមែនមើលទៅជញ្ជាំងឬមួយក៏មើលទៅលើដំបូលរបស់ថ្នាក់រៀនទេទី10ពេលខ្លះយើងឈរដូចជា Tower of Pisa ហើយបើយើងនិយាយពី Tower of Pisa គឺវានៅប្រទេសអ៊ីតាលី
ហើយវាត្រេតចេះអ្នកខ្លះគាត់ឈរនិយាយគឺគាត់ត្រេតខ្លួនគាត់ត្រេតចេះអ្នកខ្លះគាត់ឈរនឹងថ្កល់តែម្ដងបាទអញ្ចឹងការធ្វើ presentation ត្រូវតែមានសកម្មភាពមាន body language បាទហើយมันអាចឈរមកកន្លែងឬមួយក៏ឈរត្រេតឆ្វេងស្ដាំបានទេទី11កាយវិការច្រើនពេកហើយពេលខ្លះយើងឈរបាំងស្លាយបើសិនជាយើងប្រើកាយវិការច្រើនពេកបានន័យថាយើងប្រើ body language ច្រើនពេកយើងដើរច្រើនពេកហើយយើងទៅបាំងស្លាយវាធ្វើឲ្យប៉ះពាល់ដល់អ្នកស្ដាប់ដែលគាត់កំពុងតែមើលស្លាយបាទហើយទី12គឺយើងប្រើសម្លេងតែមួយយើងមិនសង្កត់សម្លេងលើចំណុចសំខាន់ដើម្បីឲ្យអ្នកស្ដាប់នឹងគាត់ចាប់អារម្មណ៍គាត់ដឹងថាកន្លែងណាជាចំណុចសំខាន់យើងត្រូវតែសង្កត់សម្លេងលើចំណុចសំខាន់យើងមិនអាចធ្វើបទបង្ហាញឬមួយក៏ធ្វើ presentation និយាយសម្លេងស្មើទេបើយើងនិយាយសម្លេងស្មើនោះអ្នកស្ដាប់ឬមួយក៏ audience ដែលកំពុងស្ដាប់យើងនឹងគាត់នឹងងុយគេងនៅក្នុង presentation យើងបាទអញ្ចឹងអរគុណបងប្អូនច្រើនដែលបានចំណាយពេលដ៏មានតម្លៃមកស្ដាប់ការធ្វើបទបង្ហាញឬមួយក៏ការបង្ហាញពីកំហុសចំនួន12ដែលនិស្សិតតែងតែធ្វើនៅពេលដែលគាត់ធ្វើបទបង្ហាញអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយដែលខ្ញុំនឹងបង្ហាញបងប្អូនពីចំណុចឬមួយក៏ផ្នែកណាមួយនៃការសរសេរក៏ដូចជាការនិយាយជាសាធារណៈបាទសូមអរគុណសូមជម្រាបលា